បាទសូមអនុញ្ញាតគោរពជម្រាបសួរពុកម៉ែអ៊ំពូមីងបងប្អូនទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំបាទបានមកដល់ការដ្ឋាននិងបង្ហាញពីសកម្មភាពការងាររៀបអិតខ្លះៗជូនពុកម៉ែបងប្អូនទាំងអស់នៅចំណុចសំខាន់នេះគឺជាជញ្ជាំងឥដ្ឋ10ក្រុមជាងខ្ញុំបាទបានចាក់ធ្នឹមក្រែបកណ្ដាលមួយដើម្បីទប់ជញ្ជាំងឲ្យមានភាពរឹងមាំការពារភាពរញោចនៃជញ្ជាំងដែលអាចបណ្ដាលឲ្យជញ្ជាំងនឹងប្រេះទៅថ្ងៃក្រោយបានបាទហើយសម្រាប់កន្លែងនេះជាតាមធម្មតាយើងដាក់ទ្វារកន្លែងនេះយើងត្រូវរៀបឥដ្ឋចេញពីតសនេះពីទឹកតែខាងខ្ញុំបាទអត់មានរៀបឥដ្ឋទេគឺចាក់បេតុងតសក្រែបយកតែម្ដងដើម្បីឲ្យវាមានភាពរឹងមាំនៅខាងលើនេះគឺមានធ្នឹមក្រែបមួយទៀតសម្រាប់ទប់ជាមួយនឹងទ្វារនិងធ្វើឲ្យជញ្ជាំងមានសភាពរឹងមាំសម្រាប់ជញ្ជាំងវែងមួយនេះខ្ញុំបានក៏បានចាក់ធ្នឹមក្រែបមួយទៀតនៅចំពាក់កណ្ដាលដើម្បីឲ្យជញ្ជាំងវាមានភាពរឹងមាំមិនងាយក្នុងការរលាស់តែធ្វើឲ្យជញ្ជាំងងាយស្រួលនឹងប្រេះសម្រាប់ជញ្ជាំងខាងក្រោយនេះខ្ញុំបានចាក់ធ្នឹមក្រែបមួយនៅពាក់កណ្ដាលជញ្ជាំងនៅខាងលើនេះមានកញ្ចក់ហ្វិចមួយនៅពីខាងលើកញ្ចក់ហ្វិចគឺខ្ញុំបានចាក់ធ្នឹមក្រែបមួយទៀតដើម្បីទប់ជញ្ជាំងឲ្យមានភាពរឹងមាំនិងធ្វើឲ្យកញ្ចក់មានភាពរឹងមាំដែរបាទសម្រាប់ជញ្ជាំងវែងមួយនេះខ្ញុំក៏បានចាក់ធ្នឹមក្រែបនៅខាងក្រោមហើយជាមួយនៅខាងលើនេះគឺមានចាក់ធ្នឹមក្រែបមួយទៀតបាទជញ្ជាំងមានសភាពរឹងមាំគង់វង្សបានយូរសម្រាប់ជញ្ជាំងខាងក្រៅនេះគឺខ្ញុំបានចាក់ធ្នឹមក្រែបនៅកណ្ដាលមួយបាទដើម្បីឲ្យជញ្ជាំងនេះមានភាពរឹងមាំការពារភាពរលាស់នៃជញ្ជាំងដែលបណ្ដាលឲ្យជញ្ជាំងយើងប្រេះសម្រាប់ជញ្ជាំងចំហៀងនេះគឺខ្ញុំបានចាក់ធ្នឹមក្រែបមួយសម្រាប់បង្អួច2នៅខាងលើបង្អួចនេះគឺមានចាក់ធ្នឹមក្រែបមួយទៀតការពារបង្អួចឲ្យមានភាពរឹងមាំនិងជញ្ជាំងមិនងាយរលាស់បញ្ហាធំគឺការពារជញ្ជាំងមិនឲ្យប្រេះរាល់សកម្មភាពការងារពួកខ្ញុំបានធ្វើការដោយមិនកេងទៅលើសម្ភារៈនិងគុណភាពសំណងឡើយបាទក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់បានទស្សនាវីដេអូនេះហើយបើសិនជាមានចំណាប់អារម្មណ៍សាងសង់ឬក៏ជួសជុលផ្ទះអាចតាក់ទងមកខាងជាងខ្ញុំបានជាងរា CR សំណង់ទទួលមកការសាងសង់25ខែក្រុងបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណ